សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាករណីហិង្សាសិស្សមួយក្រុមព្រួតគ្នាវាយទៅលើសិស្សម្នាក់នៅវិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅកាលពីថ្ងៃទី4ខែមិថុនាឆ្នាំ2026ដែលមានការផ្សព្វផ្សាយទៅលើបណ្ដាញសង្គមនៅថ្ងៃទី5ខែមិថុនាឆ្នាំ2026នេះក្រុមការងារក្រសួងអប់រំយុវជននិងកីឡាដឹកនាំដោយឯកឧត្តមបណ្ឌិតហួរជុនគ្រីតំណាងឯកឧត្តមបណ្ឌិតសភាចាហងជួនអរុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងក្រុមការងារមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញដឹកនាំដោយលោកប្រធានមន្ត្រីក្រុមការងារខណ្ឌច្បារអំពៅនិងសមត្ថកិច្ចមូលដ្ឋានជាលទ្ធផលបានសម្រេចដាក់ពិន័យទៅលើសិស្សបង្កហិង្សាធ្វើការអប់រំណែនាំផ្ទាល់មាត់និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពហិង្សានៅក្នុងសាលារៀនដោយមានការដឹងឮនិងចុះហត្ថលេខាពីសម័យខ្លួនពីឪពុកម្ដាយឬអ្នកអាណាព្យាបាលសិស្សនិងចាត់ឲ្យលោកនាយកចាត់វិធានការទៅលើសិស្សបង្កដោយឲ្យធ្វើការងារជាប្រយោជន៍សាលារៀនរយៈពេល1ខែដោយឡែកផ្លូវច្បាប់ផ្សេងទៀតជូនទៅខាងសមត្ថកិច្ចជាអ្នកអនុវត្តក្នុងនោះដែរក្រសួងក៏ស្នើសុំឲ្យឪពុកម្ដាយឬអ្នកអាណាព្យាបាលសិស្សបង្កនិងសិស្សរងគ្រោះបង្កើនការតាមដាននិងអប់រំកូនចៅនៅផ្ទះបន្ថែមទាំងផ្នែកអាកប្បកិរិយានិងការសេពគប់មិត្តនិងការប្រើប្រាស់លើបណ្ដាញសង្គមឲ្យមានភាពដិតដល់ជាងមុននិងត្រូវរាយការណ៍មកសាលាជាប្រចាំពីធ្វើកិច្ចសន្យានៅសាលាហើយឥឡូវខាងខុសយកទៅខុសវិញដើម្បីសមូលជាមួយនឹងភាគីដែលត្រូវគេវាយបន្តទៀតបាទ